បាទអញ្ចឹង Ford ALT ឡើងទៅជា Raptor មកឈុតធំដែលបងឃើញខ្ញុំ review មករយៈមុនខ្ញុំណាឥឡូវគឺគាត់តម្លើងកៅអីខាងក្នុងម្ដងក៏ពិតគាត់ចង់តម្លើងយូរតែដោយសារកៅអីគឺយើងដាច់ stock ទៅឥឡូវយើងទៅតែមាន stock វិញគឺគាត់មកដាក់ភ្លាមតែម្ដងសម្រាប់ការផ្លាស់ប្ដូរពីកៅអីធម្មតាទៅជាកៅអី Raptor ដែលមានប៊ូតុងអូតូទាំងឆ្វេងទាំងស្ដាំតែម្ដងហើយជាមួយនិយាយទៅកៅអីនេះ condition គឺថ្មីមែនតើសឹងតែយើងអាចនិយាយថា 99% គឺស្អាតនៅថ្មីស្អាតអត់មានបាក់ភ្លីអត់មានអីទេហើយឃើញសនេះគឺសុទ្ធតែជាស្នាមបន្លែអញ្ចឹងយើងជូតតែបន្តិចទៅគឺស្អាតនិយាយទៅគឺហាត់ណែល្អមែនតើហើយស្បែកលាយជាមួយនឹងអខន្តរាយគឺនៅស្អាតទាំងអស់តែម្ដងអញ្ចឹងសម្រាប់បងត្រូវការអាចមើលបានគំរូនេះផ្លាស់ប្ដូរមកអាប៊ូតុងខាងនេះយើងដំណើរការបានថែមទៀតអញ្ចឹងកាន់តែ Raptor គឺយើងតម្លើងរួចរាល់ហើយបងនេះគឺជាកៅអី Raptor Sin ដែលយើងតម្លើងជូនភ្ញៀវគឺមួយ set និយាយទៅជើងចាប់ជាមួយនឹងខ្សែអីគឺបងមិនបារម្ភទេគឺដូចវាត្រូវគ្នាទេយើងក៏យើងយកមកតម្លើងមកហើយធ្វើការ config តិចតួចទៅគឺនឹងដំណើរការតែម្ដងសម្រាប់កៅអី Raptor អញ្ចឹងកន្លែងនេះគឺជាកៅអីដែលយើងអាចផ្លាស់ប្ដូរទៅមកទៅក្រោយកន្លែងយើងកាច់ឲ្យវាទៀបខ្ពស់អីចឹងណាហើយកន្លែងនេះមានកៅអីប៉ោងខ្នងនេះទៀតអញ្ចឹងសម្រាប់ប្រើប្រាស់ឲ្យកាន់តែស្រួលទៀតឧទាហរណ៍យើងរៀងរួយចកេះអីគឺយើងអាចតម្លើងកៅអីកន្លែងកលចកេះយើងនេះតិចទៀតមកអញ្ចឹងគឺយើងស្រួលមែនតើបើកបោផ្លូវឆ្ងាយអីក៏ស្រួលដែរពីព្រោះដោយសារកៅអី Raptor គឺជាគេធ្វើរៀងមកគឺក្តោបមែនតើអញ្ចឹងដាក់មកគឺទលាយល្អសម្រាប់ការប្រើប្រាស់គឺស្រួលមែនតើសម្រាប់អ្នកចូលចិត្តបើកឆ្ងាយអីផ្លាស់ប្ដូរតែកៅអី Raptor មកគូទៀតមកអញ្ចឹងជួយសម្រួលច្រើនមែនតើការដំណើរកម្សាន្តអីកាន់តែស្បើ